Hello what's up guys សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្រៀនអ្នកទាំងអស់គ្នា Red នៅសមុទ្រទី2និងសមុទ្រទី3មុននឹងឈានចូលដល់វីដេអូយើងសូមអ្នកទាំងអស់គ្នាជួយចុច Subscribe និងរូបសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗពីខ្ញុំបន្តទៀតបាទឥឡូវយើងបានមកដល់សមុទ្រទី2ហើយអញ្ចឹងអ្នកទាំងអស់គ្នាធ្វើដំណើរតាមខ្ញុំមកដើម្បីទៅកន្លែង Red នោះដែលមានឈ្មោះថា Hot and Cool អ្នកទាំងអស់គ្នាគួរតែមាន fruit មួយឬ i ឬ light មួយទៀត portal ដើម្បីងាយស្រួលទៅដំណើរទៅកន្លែងណាក៏បានដែលអ្នកទាំងអស់គ្នាចង់ទៅអញ្ចឹងអ្នកទាំងអស់គ្នាឥឡូវធ្វើដំណើរតាមខ្ញុំមកដែលយើងឆ្លងកាត់Green Zone ហើយយើងទៅត្រង់រហូតដើម្បីយើងទៅដល់កោះ Hot and Cool ឥឡូវយើងបានមកដល់កោះ Hot and Cool ហើយដែលកោះហ្នឹងវាមានមួយចំហៀងម៉ាក់ម៉ានិងមួយចំហៀងទៀត Snowy ចឹងអ្នកទាំងអស់គ្នាធ្វើដំណើរតាមខ្ញុំមកយើងចូលកន្លែងនេះតើមកចឹងដើរទៅមុខបន្តិចដើម្បីទៅដាក់ពណ៌នៅកន្លែងនោះដើម្បីយើងអាចបើកទ្វារបានជាដំបូងយើងត្រូវការដាក់ពណ៌ក្រហមតបមកយើងដាក់ពណ៌ខៀវបន្ទាប់មកទៀតយើងដាក់ពណ៌បៃតងហើយយើងដាក់ពណ៌ blue បាទយើងដាក់ពណ៌អញ្ចឹងតាមអ្នកនរគ្នាដាក់ពណ៌អញ្ចឹងតាមខ្ញុំមកដឹងតែបានបើកទ្វារហើយអញ្ចឹងយើងធ្វើការឡើងទៅលើទាំងអស់គ្នាដើម្បីទិញ chip red អញ្ចឹងធ្វើការឡើងទៅដើម្បីទិញ chip red តែខ្ញុំអត់បាន red ឲ្យអ្នកទាំងអស់គ្នាមើលទេដោយសារតែលុយខ្ញុំអត់គ្រប់បាទឥឡូវយើងធ្វើការមកដល់សមុទ្រទី3ហើយអញ្ចឹងអ្នកទាំងអស់គ្នាធ្វើដំណើរតាមខ្ញុំមកដើម្បីយើងទៅកោះ Castleឥឡូវនេះយើងបានមកដល់កោះ Castle ហើយអញ្ចឹងយើងធ្វើការឡើងទៅលើកោះនេះទាំងអស់គ្នាខ្ញុំសូមទោសផងសម្រាប់អ្នកចេះបាទយើងធ្វើការឡើងទៅលើកោះនេះទាំងអស់គ្នាដើម្បីយើងទៅកន្លែង Red អ្នកទាំងគ្នាធ្វើការចូលមកទៅនិយាយជាមួយនឹង NPC នោះដើម្បីយើងទិញ chip ហើយតម្លៃ Red យើងរកធម្មតាគឺ Red ម្ដងត្រូវប្រើលុយមួយសែនតែបើអ្នកនរគ្នាមិនចង់អស់លុយទេអ្នកនរគ្នាចង់ប្រើ fruit កាករបស់អ្នកនរគ្នាក៏បានដែរនៅពេលដែលអ្នកទាំងអស់គ្នាទិញ chip ហើយអញ្ចឹងអ្នកទាំងអស់គ្នាធ្វើការមកឈរលើបន្ទះពណ៌លឿងនេះហើយចុចលើសញ្ញាពណ៌បៃតងនេះហើយវានឹងនាំអ្នកទាំងអស់គ្នាទៅកន្លែង Red វីដេអូមានប៉ុណ្ណឹងបាយបាយ